បាទមេរៀនរបស់យើងតាក់ទងជាមួយទៅនឹង data structure and algorithm ហើយនៅក្នុងចម្ពោះទី1របស់យើងហ្នឹងគឺយើងរៀនអំពី array order array bubble sort ហើយជាមួយទៅនឹង insertion sort អញ្ចឹងថ្ងៃនេះយើងចាប់ផ្ដើមនិយាយអំពី array របស់យើងបាទគឺជា array ហើយបាទ array គឺយើងបានដឹងហើយនៅក្នុងមួយវិជា programming language គឺយើងបានរៀនពី array ហើយយើងអាចបង្កើត array បានចឹងទេដើម្បីបង្កើត array បានគឺឧទាហរណ៍ខ្ញុំចង់បង្កើត array ដែលមាន10តួខ្ញុំសេ in array ហើយដែលមានទាំងអស់10តួគឺអានេះគឺជា array ដែលមាន10តួនៅក្នុង array ដែលមាន10តួហ្នឹងគឺ suppose ថាខ្ញុំអាច search នៅតម្លៃនៃ array តួទី0ឲ្យស្មើជាមួយទៅនឹង10បាទខ្ញុំអាច search តម្លៃវាបានដូចយើងបានដឹងអញ្ចឹងនៅក្នុង array គឺយើងអាច access ទៅកាន់តម្លៃរបស់ array តាមរយៈ index របស់វាបាទ array វាមាននៅ index របស់វាហោហែអញ្ចឹងមកនៅក្នុងហ្នឹងនៅក្នុងនេះ array របស់យើងមានទាំងអស់មាន5តួហើយខ្ញុំចង់ print នៅ array មើលបាទខ្ញុំចង់ print នៅ array របស់យើងមើល in i ចាប់ពី0រហូតដល់ i តូចជាង10នៃ array 10តួរបស់យើងហ្នឹងគឺខ្ញុំអាច print វាបាន array នៃតួទីបាទ array នៃតួទី i ដែល i របស់យើងហ្នឹងវារត់ចាប់ពី0រហូតដល់9បាទនៅក្នុងហ្នឹងនេះនៅក្នុងនេះអញ្ចឹងដើម្បីខ្ញុំអាចអានេះគឺខ្ញុំ print តួទាំងអស់នៃ array នៅក្នុងនេះអញ្ចឹងទេ array របស់យើងមានទាំងអស់តម្លៃរបស់វាហ្នឹងគឺ10បាទយើង search ស្មើនឹង10អីផ្សេងទៀតអញ្ចឹងយើងមានតួរបស់យើងមានទាំងអស់5តួដែលមានតម្លៃរបស់វា10បាទអញ្ចឹងខ្ញុំកែកន្លែងនេះឲ្យស្មើនឹង11 12 13 14ជាទូទៅយើងឃើញថានៅក្នុង array របស់យើងនេះគឺយើងមានតម្លៃរបស់យើងតែ5តួទេហើយ5តួទៀតគឺទំនេរអញ្ចឹងទេខ្ញុំដើម្បីឲ្យមានភាពងាយស្រួលគឺខ្ញុំត្រូវតែ search នៅតម្លៃមួយដែលតំណាងឲ្យប្រសិនបើindex នៃ array របស់យើងស្មើជាមួយនឹងតម្លៃមួយហ្នឹងគឺវាត្រូវស្មើជាមួយទៅនឹងបានន័យថាប្រអប់នឹងទំនេរបាទអញ្ចឹងមុនដំបូងផុតគឺខ្ញុំត្រូវ clean up array សិនគឺខ្ញុំឲ្យតួទាំងអស់បាទ for ខ្ញុំឲ្យតួទាំងអស់ស្មើជាមួយទៅនឹងដក1នៅពេលណាដែលតួរបស់យើងស្មើនឹងដក1បានន័យថា array របស់យើងនឹងវាទំនេរអញ្ចឹងខ្ញុំឲ្យតួទាំងអស់នៃ array របស់យើងគឺតួទី i បានយើងឲ្យ i របស់យើងនឹងរត់ចាប់ពីនៅកន្លែងនេះគឺបានហៅថា initial value of array to -1 it means that all array element បាទ array element របស់យើង equal to 1អញ្ចឹងបានន័យថា array របស់យើង is free array all element is free ក្នុងលក្ខខណ្ឌនេះគឺបានថាមិន if it equal to -1 ប្រសិនបើវាស្មើនឹងដក1អញ្ចឹងកន្លែងនេះគឺខ្ញុំ search តួទាំងអស់ឲ្យស្មើជាមួយទៅនឹងដក1បន្ទាប់ពីខ្ញុំ search តួទាំងអស់ស្មើជាមួយទៅនឹងដក1ហើយខ្ញុំ print កន្លែងនេះខ្ញុំ print វាចេញបាទខ្ញុំនៅកន្លែងនេះគឺខ្ញុំ print វាចេញបាទខ្ញុំ print តួនៃ array ចេញហើយបន្ទាប់មកខ្ញុំឲ្យតួទី0ស្មើ10តួទី1ស្មើ11រហូតដល់14ហើយបន្ទាប់មកខ្ញុំ print វាចេញអញ្ចឹងយើងឃើញតួទំនេរដែលស្មើជាមួយទៅនឹងដក1អញ្ចឹងយើងអាច run វាបាននៅកន្លែងនេះបាទយើងឃើញថានៅកន្លែងនេះអូខេកន្លែងនេះយើង see out end line មួយយើងបញ្ចប់ចុះបន្ទាត់ដើម្បីឲ្យយើងស្រួលមើលបាទអូខេអញ្ចឹងខ្ញុំ compile ហើយ run វាបាទមុនដំបូងបំផុតគឺខ្ញុំ search ខ្ញុំបង្កើត array 10តួហើយខ្ញុំ print វាគឺវាស្មើដក1ទាំងអស់ដក1នេះបានថាម៉េចបានន័យថាតួទី1ដែលមានដេក0នេះក៏ស្មើជាមួយទៅនឹងទំនេរដែរហើយបន្ទាប់មកទៀតបាទខ្ញុំចាប់ផ្ដើម search នៅតម្លៃបាទខ្ញុំ search នៅតម្លៃតួទី0ស្មើ
10 11 12 13ហើយតួទាំងអស់នេះគឺតនេបានថាវាស្មើតម្លៃរបស់វាស្មើដក1បានថាវាតនេអញ្ចឹងបើសិនមកខ្ញុំគូឲ្យមើលនៅក្នុងនេះរបស់យើងបាទសិនមកខ្ញុំគូឲ្យមើលនៅក្នុងនេះសិនខ្ញុំគូឲ្យមើលនៅក្នុងនេះគឺ array របស់យើងមានទាំងអស់10តួបាទនេះ array របស់យើងមាន10តួarray របស់យើងមាន10តួហើយតួនីមួយៗវាមាននៅតម្លៃរបស់វាហើយវាមាន index របស់វាអានេះលេខ0លេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8លេខ9បាទយើងមាន10តួហ្នឹងហើយយើងមាន10តួហើយចាប់ពី0ដល់9យើងមានសរុបទាំងអស់គឺ10តួហើយ index លេខ0របស់យើងហ្នឹងគឺស្មើជាមួយទៅនឹង10 11អានេះគឺជាតម្លៃរបស់វា12 13 14ហើយខ្ញុំបាន search វាថាអាណាស្មើនឹងដក1អានេះស្មើដក1បានថាវានឹងទំនេរអញ្ចឹងតម្លៃដក1នេះគឺជាតម្លៃមួយដែលយើងនឹងអត់ប្រើវាទេហើយយើងយកតម្លៃហ្នឹងស្មើជាមួយទៅនឹងសាញមួយដែលឲ្យវាស្មើជាមួយនឹងដក1បានន័យថា cell ហ្នឹងទំនេរអញ្ចឹងយើងមានតែ5តួឯងអញ្ចឹងនៅពេលណាយើងធ្វើបានប៉ុណ្ណេះគឺនៅបានន័យថានៅក្នុង program របស់យើងគឺវាមាន structure របស់វាគឺបែបនេះយ៉ាងនៅក្នុងហ្នឹងអញ្ចឹងarray របស់យើងជាទូទៅគឺមាន5តួទេហើយយើងចាប់ដើមធ្វើការ insert បាទជាទូទៅ suppose ថានេះគឺជា array របស់យើងហើយយើងចង់ insert លេខ99ហើយនៅក្នុង index លេខ2នេះគឺយើងត្រូវរំកិលយើងត្រូវយក7មកដាក់ខាងស្ដាំដៃហើយ43មកដាក់ខាងស្ដាំដៃ26ស្មើនឹងមកខាងស្ដាំដៃមកតួហើយ83មកខាងស្ដាំដៃអញ្ចឹងជាទូទៅកន្លែងនេះវាស្មើនឹងដក1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 អញ្ចឹងនៅពេលណាយើងរំកិល83មកកន្លែងនេះគឺ83នៅទៅនឹងហើយអញ្ចឹងអាកន្លែងដែលយើងទៅនេហ្នឹងគឺស្មើប៉ុណ្្នឹងឯងស្មើប៉ុណ្្នឹងឯងអញ្ចឹងបើសិនបើ array របស់យើងនៅក្នុងលក្ខខណ្ឌរបស់យើងនេះ array របស់យើងមានទាំងអស់តែ5តួឯងអញ្ចឹងយើងត្រូវដឹងថា array របស់យើងដែលមាននៅក្នុងនេះដែលមាននៅក្នុងដោយដែលយើងបានគូនេះមានទាំងអស់ប្រមាណតួហើយសរុបមានទាំងអស់10ប៉ុន្តែយើងប្រើបានតែ5តួឯងអញ្ចឹងយើងត្រូវបង្កើតនៅ variable មួយទៀតសម្រាប់ count មើលតើនៅក្នុង array របស់យើងមានទាំងអស់ប្រមាណតួអញ្ចឹងនៅក្នុងនេះគឺយើង search ថា in count array element អញ្ចឹងទេ count array element initially គឺស្មើនឹង0នៅពេលណាដែលយើងប្រើមួយតួគឺយើងត្រូវកើនវាមួយតួនៅកន្លែងនេះគឺយើងត្រូវ count array របស់យើងឲ្យវាកើនមួយតួពីព្រោះយើងបានប្រើ cell មួយនឹងហើយអញ្ចឹងវាស្មើនឹង1វាស្មើនឹង2វាស្មើនឹង3វាស្មើនឹង4ហើយនៅពេលណាយើងប្រើមួយទៀតយើងវាស្មើនឹង5អញ្ចឹង array របស់យើងមានទាំងអស់5តួអញ្ចឹងបើសិនបើយើង coutឡើងហើយយើងអាច cout count array នឹងបានដែរយើងអាច cout count array នឹងបានដែរដើម្បីមើលវាតើវាស្មើជាមួយទៅនឹងប្រមាណនៅក្នុងនោះអានេះខ្ញុំចង់ cout នៅ element ដែលមាននៅក្នុង array ហ្នឹងអញ្ចឹងវាមានទាំងអស់ប្រមាណតួនៅក្នុងនោះអញ្ចឹងយើងអាច cout វាបានហើយយើង run វាយើងឃើញថា array របស់យើងមានទាំងអស់5តួហើយនេះចំនួនតួដែលមាននៅក្នុង array គឺ5នេះ5នេះហើយ5នេះទំនេរអញ្ចឹងទេឧទាហរណ៍ដូចជានៅពេលណាដែលនៅក្នុងមេរៀនរបស់យើងនៅពេលណាយើងចង់ insert ធាតុមួយចូល array មកកន្លែងលេខ99នេះ index លេខ2គឺយើងត្រូវរំកិលមកស្ដាំមួយអញ្ចឹងយើងនៅសល់ប៉ុណ្ណេះតួនៅពេលណាដែលយើង insert វាបានថាវាកើនមួយនៅក្នុងហ្នឹង
chắc nơi cái lại ní cứ dương thử rụm cờ về sân dương thử rụm cờ chắc dương nâng rụm cờ biết bạn dương ta sẽ bạn dương nâng insert biết bạn insert cái số 9 thu index 2 thu index 2chắc là vậy insert cái số 9 thu index 2គឺយើងត្រូវ shift គឺយើងត្រូវ shift វាសិនយើងត្រូវ shift element នៃ array to the right hand side to ទៅខាងស្ដាំទៅខាងស្ដាំមួយទៅខាងស្ដាំមួយទៅខាងស្ដាំមួយតួអញ្ចឹងដើម្បី shift វាដល់ពេលណាយើង shift វាហើយដល់ពេលណាយើង shift វាហើយបើយើងអាច insert វាបានអញ្ចឹងនៅក្នុងហ្នឹងអញ្ចឹងដល់ពេលណាដែលយើង shift វាមួយតួនៃ element របស់យើង5អញ្ចឹងយើងចាប់ដើមទៅ say in for មកយើង shift វា in នៃ i របស់យើងវាស្មើនឹង n ហើយ i របស់យើងតូចជាង2គឺយើងត្រូវបាទតូចជាង2គឺយើងត្រូវ plus i ហើយបន្តមកទៀតយើងឲ្យ array បាទនៃតួនៃ i វាស្មើជាមួយនឹងតួនៃ array នៃតួនៃ i តួនៃ i ដក1អញ្ចឹងមកថាយ៉ាងម៉េចនៅកន្លែងនេះនៅកន្លែងនេះ n របស់យើងគឺវាស្មើជាមួយទៅនឹង5 n របស់យើងវាស្មើជាមួយនឹង5ព្រោះ n របស់យើងវាចាប់ផ្ដើមពី element នេះទៅនេះចាប់ផ្ដើមពីនេះចាប់ផ្ដើមពី count នេះទៅចាប់ផ្ដើមពី count នេះទៅវាស្មើនឹង5អញ្ចឹងវាស្មើនឹង5 sorry i របស់យើងវាស្មើនឹង5 i របស់យើងវាចាប់ផ្ដើមពី5ទៅហើយបន្ទាប់មកវាឲ្យតួទី5នេះស្មើតួទី4អានេះយើង shift វាហើយបន្ទាប់មកទៀត i យើងស្មើនឹង5អញ្ចឹងយើងឲ្យ a នៃ i គឺបានន័យថា a នៃ5ស្មើជាមួយនឹង a នៃ5ដក1នៃ i ដក1អញ្ចឹងវាស្មើជាមួយនឹង a នៃ4នេះគឺ a នៃ4អញ្ចឹងវាស្មើនឹងអីបានន័យថា a នៃ5នេះគឺស្មើ14នេះ14ហ្នឹងគឺត្រូវយកមក14ហ្នឹងត្រូវយកមកកន្លែងនេះអញ្ចឹងណាហើយបន្តមកទៀតយើងបានទៅសេឲ្យ i ដកដក i ដកដកអញ្ចឹងបានន័យថា i ថយមួយកាលណា i ថយមួយ i ស្មើនឹង4កាលណា i ស្មើនឹង4គឺ a នៃ i ដដែលយើងឃើញនៅក្នុង loop របស់យើងនេះគឺ a នៃ i បានន័យថា a នៃ4វាស្មើជាមួយនឹង a នៃ4ដក1គឺ a នៃ3អញ្ចឹងទេ a នៃនេះ13ស្មើ14អញ្ចឹងវាស្មើជាមួយទៅនឹង13អញ្ចឹងឲ្យ a នៃ5នេះឲ្យស្មើនឹង14អញ្ចឹងណានៅក្នុងហ្នឹងហើយវាធ្វើរហូតទៅដល់ស្មើនឹង2កាលណាស្មើនឹង2វាឈប់ធ្វើដល់ពេលណាដែលឈប់ធ្វើគឺយើងអាច insert ធាតុមួយចូលទៅក្នុងហ្នឹងបានដល់ពេលណាដែលយើង insert ធាតុមួយចូលទៅក្នុងហ្នឹងអញ្ចឹងយើងឲ្យ array នៃ i បានខ្ញុំបង្កើតកន្លែងនេះតែម្ដងយើងបង្កើតរួមតែម្ដង i គឺជានៃរបស់ array ហើយនៅពេលណាយើងបង្កើតវាអញ្ចឹងហើយគឺយើងអាចយក i មកប្រើបានហើយបើមិនអញ្ចឹងទេគឺយើងអាចប្រើ i បានទៅក្នុងទម្រង់នេះទេដោយសារតែ i ខ្ញុំយើងយកវាចេញក្រៅប្រើដែរអញ្ចឹងខ្ញុំធ្វើវាកន្លែងនេះតែម្ដងទៅតួនៃ i បានថា i របស់យើងរត់ដល់2ហើយបានវាឈប់អញ្ចឹងឲ្យតួនៃ i វាស្មើជាមួយទៅនឹងលេខ99នឹងតែម្ដងអញ្ចឹងយើងរំកិលវារហូតដល់ i ស្មើនឹង2ហើយបន្តមកទៀតយើង insert a នៃ2ស្មើនឹង99នឹងតែម្ដង a នៃ2ស្មើ99អញ្ចឹងយើងសាក print វាមើលបាទដល់ពេលណាដែលយើង insert វាហើយយើងត្រូវកើនពីព្រោះយើងបានរុញវាទៅស្ដាំមួយអញ្ចឹងធាតុនៃ array របស់យើងវាត្រូវកើនយើងឃើញថាវាកើនមួយទៅនេះចាប់ពី0ដល់5អញ្ចឹងមានទាំងអស់6តួអញ្ចឹងវាត្រូវមានទាំងអស់6តួឲ្យយើងអញ្ចឹងយើងត្រូវ print វាមើលបាទយើង print array អានេះគឺជា function print array ហើយនឹងតួរបស់វាអញ្ចឹងយើង print វាកន្លែងនេះយើង print វាបាទយើងសាក print វាមើលហើយយើងនឹងឃើញតែម្ដងខ្ញុំបិទនេះឲ្យយើងខ្ញុំរ៉ាន់វាyes យើងឃើញថាវាមាន6តួនេះហី
rầm cờ lia như bên phòng mùi tùa ai rồi dưới mà phần nè những từ vô ai mà chỉ mùi thật nâng pram mà buồn và tổ máu pram nữa việc thưa là hỗ trợ tổ chứng pi ok việc thưa là hỗ trợ tổ chứng pi chắc là những cái này bên này ai mà pram nó thông chứng pi bờ thông việc thưa chứ việc thưa là hỗ từ đó về smile pi bản việc tổ chức bản việc chụp ok câu sự nhà cái này đi chứ việc thưa là hỗ trợ là ai mà được pi bản việc chụp cái này ní bản việc rồng cờ ok ní cái này ní bản thay dương vô đọc 4 màu nè cái giờ mình 4 bạn đặt phải chỗ nữa cái này chỉ thu tới cứ ai rồi bảo những smile nữa pram việc thông chương pi cái nào thông chương pi việc thưa chẳng ví dụ a này ní pram nữa cứ bạn thầm ấy pram nó việc thông chương pi hay buồn nó việc thông chương pi ní thông chương pi pram thông chương pi và đó mà ai smile nữa 7 ai smile 7 thông chương pi ní 7 và đó mà ai smile nữa pi thông chương pi đó ọt thông chương tì cái nào ọt thông chiếc bạn thà việc fail cái nào việc ọt thông chiếc việc chênh bị lúp nè việc chênh bị lúp cái nào việc chênh bị lúp ai smile được pi từ đấy dương vô pi nó mà đã smile một cái số 4 tại mà đòn hay dương cào đi về bùa chứ bạn xì phía mò kháng sàm mùi nhưng dương thử cào đi anh ấy dương thử cào increase number of array element mà tại sao dương xì phía mò sàm mùi anh ấy dương print về thì anh ấy còn print out rồi được không nào chắc là dương hơi than nó không ở đây là bỏ dưới nó bên nào để dương chọn insert thiết nào mùi trầu đấy cứ dương thử xì màu sàm anh ấy tẹt tuông mới insert tẹt tuông mới delete bên này tẹt tuông mới delete phong đấy là bên này dương chọn lục thiết muối nè cái này nít độ mùi cái này nít độ mùi là bên này dương chọn lục thiết muối cứ dương xì phía từ thằng chế hay cái này nè dương thử đồ với ở smart chúng mình độ mùi mình là không được chắc là những xì phía máu bật biết ok cái này nhờ nè lấy những châu từ đó là bên này dương chọn lục mình dương chọn lục index 3 បាទចង់លុប index 3 នឹងចេញពី array អញ្ចឹងដើម្បីលុប index 3ចេញពី array គឺយើងត្រូវ shift វាអញ្ចឹងយើងចាប់ផ្ដើមប្រើ for i របស់យើងចាប់ផ្ដើមពីតួហ្នឹងតួទី3បាទន័យថាយ៉ាងម៉េចបាទន័យថាយើងលុបតួទី3នេះចេញយើងលុបតួទី3នេះចេញនេះលុបតួទី3នេះចេញអញ្ចឹងយើងត្រូវយកតួទី4យកមកដាក់តួទី3តួទី5ត្រូវយកមកដាក់តួទី3ហើយយើងយកដក1យកមកដាក់ខាងឆ្វេងនៅក្នុងនោះហើយយើងចាប់ដើមបន្ថយវាអញ្ចឹងតួទី3របស់យើងគឺវាស្មើជាមួយទៅនឹង i តូចជាងចំនួន element របស់យើងនេះបាទយើងធ្វើការត្រឹមតែប៉ុណ្្នឹងទេហើយ plus i គឺយើងឲ្យតួទី array នៃ i ដក1វាស្មើជាមួយទៅនឹង array នៃ i នេះគឺយើងធ្វើបែបហ្នឹងហើយនៅពេលណាដែលយើងធ្វើហើយគឺយើងត្រូវតែ cout វាហើយនៅពេលណាយើងធ្វើហើយដោយសារតែយើងលុបមួយអញ្ចឹងយើងឲ្យអានេះវាថយចុះមកតួដោយសារតែវាយើងបានលុបមួយចេញនៅពេលណាយើងធ្វើអញ្ចឹងហើយយើងត្រូវ print វាចេញយើង print វាហើយយើង print ចំនួន element ដែលមើលថាតើវាពិតជាធ្វើការអញ្ចឹងអត់នៅក្នុងហ្នឹងបាទអញ្ចឹងកន្លែងនេះគឺកន្លែងលុបបាទខ្ញុំទៅ cout មួយនៅកន្លែងហ្នឹងដើម្បីបង្ហាញអានេះគឺយើង end line មួយហើយយើង
dương bằng hai message mỗi dương inline đó hay cái lại nick cứ dương lục thiệt mùi tranh bia rồi delete element from array chẳng dương lục here hay dương làm gì nè dương khơi nhát thiệt rồi bỏ dương cứ smile cho mũi tên đừng dương ba rồng cỡ mà dương ba rồng cỡ dương vô đọc pi mà đặt cái lại ní tu thì số tu thì muối tu thì pi tu thì bảy dương dương vô tu dương lục tu thì bảy chén cứ dương vô tu thì bảy nứng ao smile cho mũi tên nứng tầm lại là bỏ tu thì buồn ok nên cái lại ní dương không tích ao tu thì bảy đấy ao smile cho mũi cho nứng tu thì buồn sorry mà nâng tu tỷ buồn hỏi tu tỷ 3 ស្មើtu tỷ 4 bạnយើងយកtu tỷ 3ឲ្យស្មើtu tỷ 4 tu tỷ 5ឲ្យស្មើtu tỷ 4 tu tỷ 6ឲ្យស្មើtu tỷ 5អូខេអញ្ចឹងបានន័យថាយើងលុបមួយចោលអូខេ that's okay បាទនេះអញ្ចឹងយើងលុបនេះតួនេះចោលហើយតួទី 3 ត្រូវបានយើងលុបវាចោលត្រូវបានយើងលុបវាចោលហើយយើងរំកិល13មកកន្លែងហ្នឹង14មកកន្លែងហ្នឹងដក1មកកន្លែងហ្នឹងអញ្ចឹងយើងលុបវាមួយចោលហើយធាតុរបស់យើងមាន5តួមាន5តួនេះបាទតកតងជាមួយទៅនឹង array របស់យើងគឺមានយើងឃើញថានៅក្នុង array គឺវាមានការលំបាកកន្លែងហ្នឹងមួយនៅពេលណាដែលយើងចង់ insert ឬមួយក៏យើងចង់ delete វាគឺយើងត្រូវ shift វាពេលដែលយើងចង់បន្ថែមវាហើយនៅក្នុង array គឺយើងត្រូវកំណត់ថា array របស់យើងមានទាំងអស់ប្រមាណតួហើយក្នុង cell ហ្នឹងគឺយើងប្រើមួយណាហើយមួយណាអត់នៅក្នុងនេះអញ្ចឹងអានេះគឺជានៅពេលណាដែលយើងចង់ insert ឬមួយយើងចង់ delete ធាតុណាមួយនៅក្នុង array អញ្ចឹង homework របស់យើងបាទ homework របស់យើងគឺខ្ញុំឲ្យយើងបាទ homework ខ្ញុំឲ្យយើងទៅ save program ដើម្បីបង្កើតនៅ array មួយបាទបង្កើតនៅ array មួយហើយទៅ save function មួយដើម្បីបង្ហាញធាតុនៅក្នុង array ហើយបន្ទាប់មកទៀតយើង create function មួយសម្រាប់ insert ធាតុមួយនៅក្នុង array អានេះខ្ញុំបានបង្ហាញហើយដែរហើយទៅ save function មួយសម្រាប់លុបធាតុមួយនៅក្នុង array អញ្ចឹងណានៅក្នុងហ្នឹងអញ្ចឹងការងាររបស់យើងគឺនៅក្នុងនេះគឺមានប៉ុណ្ណឹងមានប៉ុណ្ណឹងសិនហើយ applicate បាទអញ្ចឹងការងាររបស់យើងសម្រាប់ពេលហ្នឹងគឺមាន homework ដែលយើងត្រូវធ្វើគឺមានប៉ុណ្ណឹងគឺជា homework របស់យើងដែលយើងត្រូវធ្វើបាទ